បងប្អូនឥឡូវនេះគឺនាងខ្ញុំកំពុងតែឈរនៅទីតាំងផ្ទះមង្គលអេវីឡាដែលផ្ទះនេះផ្ទាល់គឺមានលក្ខណៈពិសេសខ្លាំងដោយសារទី1គឺផ្ទះសង់ហើយ 100% ហើយបើសិនជាបងប្អូនទិញឥឡូវនេះគឺនឹងទទួលបានប្លង់រឹង 100%ពីខាងបរិយាថែមទៀតផងផ្ទះនេះផ្ទាល់គឺមានទំហំដីបាន10ម៉ែត្រទៅទឹក10ម៉ែត្របណ្ដោយ19ម៉ែត្រហើយផ្ទះនេះគឺដោយបងប្អូនបានឃើញអញ្ចឹងបើសិនជាបងប្អូនទិញផ្ទះនេះគឺមានតែមួយគត់ហើយសល់តែមួយចុងក្រោយបងអស់ដែលយើងសាងសង់រួចរាល់ 100% អញ្ចឹងបើសិនជាបងប្អូនចង់បានផ្ទះទិញភ្លាមចូលរស់នៅភ្លាមបងប្អូនអាចកលេចមកមើលផ្ទះនេះបានហើយឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនពីលក្ខណៈពិសេសរបស់ផ្ទះមង្គល A នេះថាមានអីគេខ្លះដោយបងប្អូនបានឃើញអញ្ចឹងគឺផ្ទះនេះយើងមានការដេក័រហើយស្រាប់មានទាំងជាមួយនឹងមីនីបាផងដែរព្រោះមីនីបានេះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចបើសិនជាបងប្អូនទិញផ្ទះដែលយើងអត់ទាន់សាងសង់មីនីបានេះគឺអត់ទទួលបានទេបងប្អូនត្រូវសាងសង់ដោយខ្លួនឯងចាតែបើសិនជាបងប្អូនសម្រេចចិត្តទិញផ្ទះនេះគឺបងប្អូនទទួលបានដេក័រមកទូផ្ទះដោយបងប្អូនបានឃើញអញ្ចឹងចាមានជាមួយនឹងទូតាំងចាកន្លែងមីនីបាកន្លែងខាងក្រោយនេះបងប្អូនអាចតាំងជាវត្ថុអនុស្សាវរីយ៍ឬក៏ស្រាបានចាឥឡូវនេះគឺនាំបងប្អូនមកមើលផ្ទះបាយម្ដងព្រោះថាផ្ទះបាយរបស់យើងគឺធំទូលាយមែនតើដោយដែលបងប្អូនបានឃើញអញ្ចឹងគឺយើងមានការរៀបចំជាមួយនឹងទូតាំងខាងលើនិងខាងក្រោមចាផ្ទះនេះមានលក្ខណៈពិសេសថងថាពេលដែលបងប្អូនចម្អិនម្ហូបបងប្អូនអាចបើកកន្លែងនេះដើម្បីបញ្ចេញខ្យល់ទៅខាងក្រៅបានព្រោះដើម្បីកុំឲ្យម្ហូបពេលយើងចម្អិនទៅម្ហូបខ្លះអាចនឹងធ្វើឲ្យក្នុងផ្ទះយើងមានក្លិនចាជំហានផ្ទះនេះគឺនៅសល់1ម៉ែត្របងប្អូនអាចធ្វើឲ្យបងប្អូនដើរចេញចូលយើងចង់អាចនិយាយបានថាមានខ្យល់និងពន្លឺចេញចូលគ្រប់គ្រាន់ណាបងប្អូនគ្រាន់ដើរមកដល់មុខមានអារម្មណ៍ថា fresh បដ ாய் ផ្ទះនេះពេលដែលបងប្អូនទិញគឺដោយបងប្អូនបានឃើញអញ្ចឹងលបងក៏យើងសាងសង់ឲ្យបងប្អូនរួចរាល់ចាកន្លែងនេះបងប្អូនអាចចាដកផ្កាចេញដាំដំណាំតាមដែលតម្រូវការរបស់បងប្អូនបានយើងមានរៀបចំកន្លែងដាំដំណាំហ្នឹងមាន2កន្លែងខាងឆ្វេងដៃមួយនិងខាងស្ដាំដៃផ្ទះមួយចាងាយស្រួលដោយសារផ្ទះរបស់យើងតខ្លួនពេលដែលយើងបកគោជូនបងប្អូនបន្តពីទិញឲ្យបងប្អូនអាចកែច្នៃទៅតាមតម្រូវការមកបានយើងចង់ដាំផ្កាដាំបន្លែដាំប្រទាលឬក៏ចង់ចាក់សាបឲ្យពេញមកទូផ្ទះតែម្ដងក៏បានដែរនេះស៊ីសងលើបងប្អូននេះអញ្ចឹងឥឡូវតិចទៀតខ្ញុំនឹងនាំបងប្អូនអញ្ជើញទៅមើលជាន់ទី2នៃម៉ូតផ្ទះ Lucky A នេះថាតើខាងលើផ្ទះហ្នឹងមានអីគេខ្លះនឹងការដេក័ររបស់យើងដែលរៀបចំជូនបងប្អូនដែលយើងហៅថាពិសេសហ្នឹងវាពិសេសយ៉ាងម៉េចវិញអញ្ចឹងនាំបងប្អូនទៅមើលថាក្នុងទាំងអស់គ្នានៅជាន់ខាងលើនៃផ្ទះមង្គល A នេះគឺមាន3បន្ទប់គេងដោយបងប្អូនបានឃើញអញ្ចឹងតែឥឡូវនេះខ្ញុំនាំបងប្អូនទៅមើលបន្ទប់មេគ្រួសារថាតើនៅក្នុងបន្ទប់មេគ្រួសារហ្នឹងគឺយើងមានការដេក័រអីខ្លះជូនបងប្អូនចាដោយបងប្អូនបានឃើញអញ្ចឹងការដែលចូលមកដំបូងគឺធំទូលាយខ្លាំងមែនតើជាពិសេសកន្លែងគេងរបស់យើងបងប្អូនយើងមានវាំងននដែលយើងរៀបចំជាកញ្ចក់អញ្ចឹងបងប្អូនងើបពីគេងមកគឺលក្ខណៈថាយើង fresh ដូចយើងនៅសន្តាគារអញ្ចឹងព្រោះយើងងើបមកយើងបានមើលទៅលើទេសភាពហើយស័ក្តិសមជាមួយនឹងបុរីរបស់យើងគឺពោពេញទៅដោយសួនពណ៌បៃតងនៅក្នុងគម្រោងចេះទៀតគឺគ្រាន់តែងើបពីគេងមកក៏យើងមានអារម្មណ៍ថា fresh តែម្ដងជាពិសេសមួយទៀតពេលដែលយើងត្រឡប់មកពីកន្លែងធ្វើការវិញពេលដែលយើងមកដល់ផ្ទះកន្លែងគេងរបស់យើងគឺដូចជាសក្តីសុខមួយអញ្ចឹងចាទូតាំងនេះក៏យើងរៀបចំជូនបងប្អូនដែរដោយបងប្អូនបានឃើញអញ្ចឹងគឺថាស្អាតខ្លាំងមែនទែនហើយលក្ខណៈពិសេសរបស់បន្ទប់មេគ្រួសារនេះផងដែរគឺថាមានវេលដាតខ្លួនហើយធំទូលាយខ្លាំងមែនទែនបងប្អូន